Bạn chăm sócលោកគ្រូថ្ងៃនេះខ្ញុំមកធ្វើការងារ lab ទាក់ទងនឹង data security symmetric encryption ដែលខ្ញុំប្រើប្រាស់នៅ key កាលពីវីដេអូមុនខ្ញុំបានប្រើប្រាស់នៅ password អញ្ចឹងជាដំបូងខ្ញុំធ្វើការបង្កើតនៅ file មួយដែលមានឈ្មោះថា symmetric បន្តមកទៀតខ្ញុំធ្វើការចូលទៅក្នុង file ហ្នឹងបន្តមកទៀតខ្ញុំធ្វើការបង្កើត message មួយដែលមានពាក្យថា hello world hello ជួយ Windows server ដែលខ្ញុំបានបោះទៅឲ្យនឹង message file របស់ message ដែលមាន .txt បន្ទាប់ពីយើងបានបង្កើតហើយបន្តមកទៀតខ្ញុំធ្វើការបង្កើតនៅ key ដែលខ្ញុំបង្កើត key ដែលវា random ដែលខ្ញុំយកប្រព័ន្ធគោល16មានចំនួន32តួក្នុង32តួនោះវា random ទាំងអស់ key ទី2ខ្ញុំហើយវាមានឈ្មោះថា IV ពួក key ទី2នេះខ្ញុំយកវា random ប្រព័ន្ធគោល16មានចំនួន16តួបន្តមកទៀតខ្ញុំធ្វើការ echo ដើម្បីបង្ហាញនៅ key អញ្ចឹងវានេះមកហើយតើមាន32តួនេះ key ទី2មានចំនួន16តួបន្តមកទៀតខ្ញុំធ្វើការ encrypt វានេះគឺជា command សម្រាប់ encrypt របស់វា
ចឹងយើងធ្វើការចូលទៅមើលក្នុង file ហ្នឹងអូខ្ញុំ save message ខុសនេះវានឹងធ្វើការ encrypt ហើយដែលវា encrypt ដែរវា encrypt ចំពោះ file message.dat តមកទៀតខ្ញុំធ្វើការ encrypt វា decrypt វាចេញវិញបន្តមកទៀតខ្ញុំធ្វើការ decrypt បានសម្រាប់ហើយអញ្ចឹងខ្ញុំចូលទៅមើល file វាវិញអញ្ចឹងនេះវានឹង decrypt មកពាក្យ hello Ubuntu server វិញអញ្ចឹងការងាររបស់ខ្ញុំបញ្ចប់តែប៉ុណ្្នឹងអរគុណលោកគ្រូ